ឆ្នាំនេះត្រូវតែទៅឯដោយសារលក់ឲ្យឈ្មោះកដាលអត់រួចខ្លួនទេគាត់ឲ្យថោកអ្នកខ្លះឲ្យថោកមែនតើហើយជ្រុលឲ្យយើងធ្វើតរ៉េនឲ្យបានតម្លៃប៉ុណ្្នឹងមិនបាច់ធ្វើទៅដាំស្វាយដាំអីល្អជាងមិនចង់យំតែយកមកតេស្តពិសោធន៍មើលពីព្រោះថាខ្ញុំឃើញវីដេអូ content creator ម្នាក់ដែលគាត់ថាតរ៉េននឹងដុតទៅឆ្ងាញ់ឈ្ងុយប្លែកគាត់តែខ្ញុំបញ្ជាក់ថាខ្ញុំក៏ធ្លាប់ដុតមកកន្លងមកក៏ប៉ុន្តែវាមិនឆ្ងាញ់ជាងទុំធម្មជាតិអត់ទេគ្រាន់តែយើងដុតអញ្ចឹងទៅវាអាចស្តៀងដលងស្តៀងអីអញ្ចឹងណាវាឈ្ងុយជាងដូងដុតតែបើថាឲ្យឆ្ងាញ់ជាងទុំធម្មជាតិទេអត់ទេបើមិនជឿឲ្យសាកល្បងមើលនេះមិនមែនអានេះយើងទុំហើយនៅអានេះចាស់ប៉ុន្តែយើងអាចដុតបានតតែតែចាស់ក្បែរទុំតែបើទុំពេកអេកទុំដុតអត់កើតទេបោកអាលួយហ្មងនឹងអាលួយហើយបើខ្ចីពេកអត់ផ្អែមទេអត់ឆ្ងាញ់ទេតែខ្ចីពេកដុតទៅនៅសបាទតែបើអាចាស់នេះរៀងដូចដលងមកទៅណោះហ្នឹងហើយបងទុំមកលពៅអត់លើលពៅហ៎បាទ10ទីជាបានហូបណោះចិត្តទេបាទចិត្តទេណោះអូខេនេះបងប្អូនខ្ញុំមកនេះគឺមកจากការស្ទឹងត្រង់បែកលូងจากការស្ទឹងត្រង់ដែលខ្ញុំមករកឆ្នាំមិនដែរខានទេឆ្នាំណាក៏មកដែរព្រោះខ្ញុំតែងតែនិយាយថាខ្ញុំដើរស្ទើរតែទូទាំងប្រទេសព្រោះបងប្អូនដឹងហើយខ្ញុំជាអ្នកផលិតវីដេអូហើយខ្ញុំចូលចិត្តដើរតាមจากការច្រើនខេត្តខ្លាំងមែនតើចំការដែលខ្ញុំថាហូបហើយហូបម្ដងទៀតហូបហើយម្ដងទៀតគឺจากការនេះจากការបងមេងបែកលូងពេករបស់គាត់ឈ្មោះបងមេងបែកលូងហើយឥឡូវនេះប្រហែលជាខ្ទង់ប្រហែលតោហ្នឹងមិនដឹងធ្លាក់ស្ទើរតែមួយតោនេះធ្លាក់ហ្នឹងគឺដោយសារតែភ្លៀងហើយនឹងខ្យល់អស់ចិត្តមួយតោនេះយើងមិនណោះមើលតែមុខម្ចាស់ចការដឹងហើយអ្វីដែលគេឲ្យមានន័យថាធ្លាក់មួយតោហ្នឹងយើងអត់សូវឈឺចាប់ប៉ុន្មានទេមែងមែនទេបាទមិនសូវឈឺចាប់ទេអាឈឺចាប់បំផុតហ្នឹងគេមកឲ្យ1គីឡូ8000ហើយគេទៅលក់វិញ20000ជាងតរេនស្ទឹងត្រង់បែកលូឈឺហ៎ឥឡូវសួរលក់អត់ឥឡូវអត់លក់ទេទុកឲ្យជ្រុះចោលចាបាទខាទៅទុកឲ្យជ្រុះចោលខាទៅបើលក់ឲ្យលោកបានថ្លៃដើមខ្លះមែនទេលក់9000អត់ទៅអត់រួចខ្លួនខូចទីផ្សារអស់មិនកើតទេខូចទីផ្សារតាមតាណាទៅទុកឲ្យជ្រុះតែបើសល់ពីជ្រុះហើយល្អយកទៅលក់នៅពេញណាបងប្អូនចេះតរេនហ្នឹងប្រហែលជាខ្ទង់មួយអាទិត្យទៀតខ្ញុំឲ្យគាត់ទៅលក់នៅពេញដាក់ឡានទៅលក់ពេញព្រោះមានឡានផ្ទាល់ខ្លួនមិនពិបាកទេទៅលក់នៅពេញទៅគេឈ្មួញកដាលឬមួយក៏គេអ្នក content creator ឬគេអ្នកផលិតវីដេអូគេមកម៉ៅយើងទៅលក់ចំណេញរាប់ម៉ឺនមែនទេហើយយើងម្ចាស់ចការសោះឆ្ងល់ដែរម្ចាស់ការទៅលក់ខ្លួនឯងទៅភាសារហឆ្នាំគិតថាចែកខ្ជិលរឿងទៅលក់ខាត់ពេលអញ្ចឹងយើងនៅចការយើងនៅមើលនៅអីនៅកាត់នៅអីហ្នឹងហើយប៉ុន្តែឆ្នាំនេះត្រូវតែទៅឯដោយសារលក់ឲ្យឈ្មួញកដាលអត់រួចខ្លួនទេគាត់ឲ្យថោកអ្នកខ្លះឲ្យថោកមែនតើហើយជ្រុលឲ្យយើងធ្វើតរ៉េនឲ្យបានតម្លៃប៉ុណ្្នឹងមិនបាច់ធ្វើទៅដាំស្វាយដាំអីល្អជាងមិនចង់យំតែផ្សាយមិនចង់យំមុខក៏ស្មាមុខចង់យំធ្លាក់តរ៉េនផងក៏ឲ្យថោកផងថោកពេកឲ្យគ្នា1គីឡូ9000បងប្អូនហើយថោកពេកហើយទៅលក់1គីឡូ20000ជាងហើយខ្ញុំតសារអ្នកនេះខ្ញុំតសារអ្នកគេហៅឈ្មោះកដាមិនឈ្មោះកដាទាំងអស់ទេអ្នកខ្លះគាត់លក់មករដូវកាលណាហើយជាពិសេសអ្នកល្បីមកដាក់កូនចៅដាក់អីមកចរចាសិនអ្នកល្បីយូមិនធម្មតាមែនឥឡូវចេះចំណុចខ្សោយរបស់ម្ចាស់ចការមួយចំនួនយើងនិយាយចំគាត់ចេះផលិតគាត់ចេះអីក៏ប៉ុន្តែគាត់អត់ចេះលក់ទីបំផុតអ្នកដែលបានផលបំផុតហ្នឹងគឺអ្នកដែលយល់លក់តបងប្អូនអ្នកលក់តពេលខ្លះចំណេញជាងម្ចាស់ចការរឿងពិតអត់កុហកទេរឿងពិតខ្ញុំប្រឡូកក៏ដើរនៅក្នុងវិស័យហ្នឹងដឹងដែរអញ្ចឹងខ្ញុំស្នើឬក៏សុំទឹកចិត្តម្ចាស់ចការណាសម័យហ្នឹងសម័យ AI សម័យបច្ចេកវិទ្យាបងប្អូនរៀនប្រើ AI រៀនប្រើ pageសម័យហ្នឹងគឺសម័យហ្នឹងឯងយើងអាចផលិតបានយើងអាចឲ្យបានរឿងអីយើងមិនអាចលក់បានមែនទេបើថាលក់ឲ្យពួកគាត់ថោកពេកមិនបាច់លក់ឲ្យទេម្ចាស់ចការមើលមិនបាច់លក់ឲ្យទេតែលក់ខ្លួនឯងដឹកខ្លួនឯងវាមិនដែលធ្វើបានខ្ញុំមិនជឿព្រោះសម័យហ្នឹងសម័យ AI តើហើយសម័យ page តើយើងអាចធ្វើបានតើ Facebook TikTok អញ្ចឹងដូចគ្នាដែរសំខាន់ពួកគាត់ធ្វើអត់ម្ចាស់ចការខ្លះអត់ទេអត់ធ្វើទេគាត់ប្រហែលពេលខ្លះគាត់អ្នកខ្លះគាត់គាត់អត់ធ្លាប់គាត់ទៅធ្វើថ្មីអញ្ចឹងគាត់អត់មានម៉ួយអត់មានអីដល់ពេលអញ្ចឹងឈ្មោះខ្លះមកនិយាយតម្លៃប្រអាប់តាមចិត្តហើយគាត់ធម្មតាគាត់ខភ័យអាតរ៉េននេះវាដូចតំណាំផ្សេងតែទុំហើយតែមិនលក់គឺចោលអញ្ចឹងគាត់ចេះតែលក់ទៅបានតែ1 2ឈ្មោះចាប់ផ្ដើមខូចតម្លៃបងឥឡូវចេះយើងចាប់ផ្ដើមលើកទឹកចិត្តម្ចាស់ចការទាំងអស់ឲ្យរៀនលក់ខ្លួនឯងរៀនចេះធ្វើពេកខ្លួនឯងរៀនធ្វើខ្លួនឯងហ្មងនិយាយចំទៅតោះតែយើងខ្លាំងខ្លួនឯងទៅគេមិនសើគោបានមែនទេហើយអ្នកដែលគោហ្នឹងមិនមែនឈ្មោះកណ្ដាលរបស់សិទ្ធិគោទេវាមិនមែនទេវាមានអ្នកខ្លះល្អជួយមែនតែអ្នកខ្លះនិយាយចំអាក្រក់តែម្ដងអាក្រក់ហ្មងនិយាយចំទេមកខ្លះអាក្រក់ហ្មងវាមិនដែរមកឲ្យចការគ្នា1គីឡូ8000 9000ហើយឯងយកទៅលក់សិត20000ជាងវាអត់ត្រូវហ្មងហេបើសិនតែឧទាហរណ៍បងប្អូន
bà con mà mai dương 7 4 pon tarenខ្មែរទៅលក់ 20000 ជាងអាហ្នឹងមិនសូវអាក្រក់ដូចបកគោលមួយចំនួនណាយួរតរេនយួនមកលក់ឲ្យដាក់សឹក 20000 ជាងណែអាហ្នឹងឲ្យបានរត់ខ្លួននេះ មានខ្លះដែរយើងមិនថាទាំងអស់មានតិចបំផុតមកទិញតរេនយើង1តោន2តោនអញ្ចឹងទៅឲ្យតម្លៃថោកអញ្ចឹងណាហើយប្រាប់យើងថាយកទៅលក់ថោកទេ 15000 14000អីទេប៉ុន្តែយកតរេនយួនតរេនសៀមមកប្រឡំចំម៉ែអាហ្នឹងឯងដែលអាក្រក់មែនតើអាហ្នឹងអាក្រក់ខ្លាំងមកហើយមិនមនុស្សមិនចង់ថាមិនមនុស្សធម្មតាឬក៏អ្នកអត់ល្បីធ្វើបានណាអ្នកខ្លះសិតឃើញមានហ្មងឃើញពេកផុសលក់តរេនហ្នឹងឃើញមានច្រើនយើងមើលតរេនទៅយើងស្គាល់ហ្មងយើងអ្នកធ្វើតរេនយើងដឹងតែប្រជាជនយើងមិនដឹងចឹងឬក៏ម្ចាស់ចការមួយដឹងចឹងក៏មិននាំគ្នាទៅជន់ដល់បានមើលមិនក្តៅក្រហាយមកបើថាឈ្មោះនឹងចឹងមែនទេម្ចាស់ចការដល់បើថាស្គាល់បើថាច្បាស់ថាអញ្ចឹងមិនជន់ឯណាណីមើលកុំឲ្យវាខូចចេញតាមអាទៅថតចការគេហើយយកតរេនថៃមកលក់ហ្នឹងតរេនយួនតរេនហ្នឹងឯងបាទវេទនាមែនវិញអើយខ្ញុំនិយាយមកគេស្អប់ពេញហ្នឹងទៅតែស្អប់ស្អីរឿងពលបញ្ជាក់ស្ដែងអញ្ចឹងមែនហើយបើយើងដើរប្រឡូកចឹងយើងដឹងហើយវាមានមួយចំនួនតូចអញ្ចឹងមែនហ្នឹងហើយតែឈ្មោះខ្លះគេល្អមែនណាយើងនិយាយចំអ្នកឈ្មោះកណ្ដាលខ្លះក៏ជួយកសិករយើងបានច្រើនណាយើងអ្នកល្អយើងដឹងរលឹកទឹកចិត្តគាត់អរគុណគាត់សរសើរគាត់តែមនុស្សអាក្រក់មួយចំនួនយើងខ្ជិលនិយាយថាខ្ជិលនិយាយទៅនិយាយតលើបាននិយាយជ្រុលហើយបានប៉ុណ្្នឹងបាននេះបកបានបងនេះបកបានហើយកុំក្បាលបិទកាមេរ៉ាបកណាអានេះបកយកបកលើហ្នឹងហ្មងបកលើហ្នឹងទៅម្ដងគេឃើញ content creator influencer គេធ្វើគេថាឆ្ងាញ់ណាស់ឆ្ងាញ់ជាងតរេនទុំដើមមិនជឿទេពួកខ្ញុំធ្លាប់សាកវាឆ្ងាញ់មែនឆ្ងាញ់វាប្លែករសជាតិមួយយ៉ាងអូយហុយណាស់មើលអាហ្នឹងមិនអីមកយកមកខ្លែបមកអានេះទៀតអានេះចិត្តពូបានហើយសារនេះដាក់ឯង20ផ្លែមកដុតតម្រងមែនជ្រុះមិនឆ្នៃទៅអញ្ចឹងទាំងអស់ហ្មងទេលក់ទៅអញ្ចឹងទៅពេញដាក់ភ្នូភ្លើមួយអាំងនៅពេញហ្មងតរេនអាំងតរេនអីមែនតាអាម៉ាស៊ីន microwave ប្លែកមែនតាឆ្អិនល្អណាបងមែនតាអា1តោនចិត្ត1តោនមិញហ្នឹងបាទនេះមើលតែឆៃតំណងមែនតាមើលប៉ុន្តែអ្នកខ្លះពាក្យចាស់គាត់ថាល្អមើលមិនល្អស៊ីកន្លែងខ្លះតែនេះក៏លោវាល្អមើលហើយវាល្អស៊ីមែនទេភ្លក់សាក់មើលហ្នឹងហើយទៅស៊ីអូខេរីគាត់ឯទៀតណាមើលតាតុនណាប៉ុន្តែវាអត់សូវផ្អែមអត់សូវឈ្ងុយទេអត់ដូចធម្មជាតិទុំធម្មជាតិវិញទេមើលគួរនិយាយយក view ឬក៏និយាយពាក្យពិតបើនិយាយពាក្យពិតថាកុំអត់ប្រយោជន៍អីហ្នឹងហើយឲ្យវាទុំតាមតារាឆ្ងាញ់ជាងខ្ជិះខ្ជាយធ្វើអញ្ចឹងហ្នឹងហើយអាហ្នឹងនិយាយពាក្យពិតណាកុំខ្ជិះខ្ជាយកុំអត់ប្រយោជន៍ហើយបើយើងនិយាយពាក្យដើម្បីយក view អូយបងប្អូនហើយដូចដលងឈ្ងុយហ្នឹងហើយឈ្ងុយហើយរៀងដូចដលងអញ្ចឹងគួរដល់គេសាក់របស់អាហ្នឹងនិយាយយក view តែយើងនិយាយពាក្យពិតចេញពីក្នុងចិត្តមិនបាច់កុំអីមានជាតិឃើញចៅតែឥឡូវបានទេប្តីប៉ុណ្ណឹងដល់លេគ្មានឆ្ងាញ់ស្អីផងទេវាហូបបានដូចដលងឈ្ងុយមិនប្លែកអត់ប្លែកទេអានេះអត់ប្រយោជន៍យើងចំទៅប្លែកស្អីដូចដលងហើយចាញ់ដលងផងបើយើងដុតអញ្ចឹងបាទហ្នឹងហើយតែឥឡូវយើងដូចជាមានតែប៉ុណ្្នឹងទេអរគុណច្រើនណាស់បាទអរគុណច្រើនមកប្រាប់លេខទូរស័ព្ទមួយទៅពេញលក់ទៅពេញទៅណាលេខទូរស័ព្ទទៅលក់នៅមុខអ៊ីអនហ្នឹងណានៅណាក៏បាននៅពេញទៅប្រាប់លេខគេរកតាក់តងលេខ Telegram 093 22 8 17 097 8275 271អូខេថាបានតែប៉ុណ្ណឹងចុះអរគុណ